nhom khẹp thay che bong ở chui chạ mà sốt ở nhom 50 lítแต่គាត់ចេះតែចរចាបខំឲ្យខ្ញុំនឹងចាក់ជាដុល្លារហើយខ្ញុំប្រាប់គាត់ថាទូរស័ព្ទខ្ញុំអា ABA ហ្នឹងវាលុតថ្មឲ្យបងនេះថតរូបឡើងលុតថ្មបើគាត់មើលទៀតខ្ញុំនៅសារតែលុយខ្មែរទេលុយខ្មែរខ្ញុំក្នុងកាបូបហ្នឹងមាន 100000 ចេញជិត 2000000 ដែរអញ្ចឹងមិនចាក់ខ្ញុំ 50 លីត្រមកគ្រូប៉ៃព្រោះអីខ្ញុំឃើញរ៉េតគេ 3550ខ្ញុំចាក់ជាលីត្របញ្ជាក់ម្ដងទៀតខ្ញុំមិនមែនចាក់ជាដុល្លារខ្ញុំចាក់ជាលីត្រអញ្ចឹងបើខ្ញុំចាក់ជាលីត្របងគ្រាន់តែយក3550អញ្ចឹងគុណជាលីត្រមកគុណប្រហែល50លីត្រខ្ញុំគុណតាមហ្នឹងទៅ 170,000 ជាងទេគាត់គាត់និយាយទៅគាត់ប្រកែកអត់ព្រមចាក់ឯងដល់តែខ្ញុំរបៀបថាយើងរៀងខឹងដែរព្រោះឡានវាចិត្តអស់សាំងផងហើយយើងខំជីមករហូតដល់កណ្ដាលហើយបែរជាអត់ចាក់ឲ្យចឹងខ្ញុំក៏លើកទូរស័ព្ទថតហើយខ្ញុំសួរគាត់ម្ដងទៀតហើយគាត់ថាចាក់បានលុយខ្មែរប៉ុន្តែត្រូវគិតកតុយឲ្យកន្លែងហ្នឹងដែលខ្ញុំប្រតិកម្មខ្លាំងហ្នឹងខ្ញុំផ្ដោតទៅលើម្ចាស់ការ៉ាមិនមែនទៅលើបុគ្គលិកទេព្រោះដោយសារគាត់ថាគាត់ត្រូវដូរលុយហ្នឹងយកទៅឲ្យម្ចាស់ការ៉ាត្រូវដូរយកទៅឲ្យម្ចាស់ការ៉ាគាត់ជាលុយដុល្លារអញ្ចឹងគាត់ខាតហេតុអីបានខ្ញុំប្រតិកម្មខ្លាំងបងទី1គាត់រកស៊ីហ្នឹងកេងប្រវាញ់បាត់ហើយមិនបានលុយដាក់រ៉េតជាខ្មែរនៅលើស្លាកដល់ពេលគិតលុយយកលុយពីបុគ្គលិកស្រាប់តែយកលុយជាដុល្លារវិញអញ្ចឹងបុគ្គលិកចាក់សាំងទូទាំងស្រុកខ្មែរប្រាក់ខែតិចតួចឲ្យគ្រាន់តែមេឲ្យដូរអញ្ចឹងខាតហ្នឹងមិនដាច់ខ្សលហើយហ្នឹងហើយទី2លុយរៀលអត់គ្រប់ត្រទេឡើងចង់យកហើយឃើញទេតម្លៃលុយរៀលនៅណាបើនាំគ្នាមួយពឺតឲ្យតែពេលចាក់ពេលអីហៅចាក់ដុល្លារអស់ហើយហ្នឹងអញ្ចឹងលុយរៀលហ្នឹងអត់មានតម្លៃទេអញ្ចឹងហើយខ្ញុំចង់បញ្ជាក់មួយទៀតលុយធីបផ្សេងការលក់ដូរផ្សេងខុសគ្នាលុយធីបគឺយើងចង់ឲ្យមិនឲ្យទៅប៉ុន្តែបើការកេងប្រវ័ញ្ចវិញវាបន្លំបកើមួយការលក់ដូរអញ្ចឹងគឺវាអត់ត្រូវខ្ញុំអត់គ្រប់ត្រទេបើអ្នកឯងថាគ្រប់ត្រទាំងវើអញ្ចឹងដូចអ្នកឯងគ្រប់ត្រមនុស្សខូចទេអានេះគេហៅថាសទៅជាខ្មៅទេត្រូវទេចុះបើគេខូចអញ្ចឹងហើយយើងគ្រប់ត្រទៀតយើងគ្រប់ត្រឲ្យបុគ្គលិកម៉ាក់ហ្នឹងមានកាន់តែច្រើនឬក៏ការ៉ាសាំងម្ចាស់ក្រាំងដែលគាត់គិតបែបហ្នឹងដែលយកលុយជាដុល្លារតែរហូតឲ្យកូនចៅទៅដូរមកហ្នឹង